សួស្តីពីកាន់មិត្តរួមថ្នាក់ទាំងអស់គ្នាដល់ថ្ងៃនេះផងដែរយើងនឹងសិក្សាអំពីមុខវិជ្ជាសារៈសំខាន់នៃការធ្វើទីផ្សារនិងប្រធានបទដែលយើងនិយាយថ្ងៃនេះគឺតើអ្វីទៅជា RECP ហើយសមាជិកក្រុមរបស់យើងគឺមាន4នាក់ខ្ញុំជាតាសៀវមីមីនីនិងបងសារាយនឹងធ្វើការបកស្រាយនៅបន្តបន្ទាប់គ្នាទៀតតើអ្វីទៅដែលហៅថា RCEP RCEP ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនៅក្នុងតំបន់ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រពិភពលោកដែលវាផ្ដោតសំខាន់ខ្លាំងលើពាណិជ្ជកម្មតាមបែបប្រពៃណីការចូលទីផ្សារនិងការផលិតនិងមិនមានការដាក់បញ្ចូលនៅក្នុងច្បាប់តឹងរ៉ឹងនិងសិទ្ធិការងារការការពារបរិស្ថានឬសហគ្រាសរដ្ឋដែលវាផ្ដល់ភាពងាយស្រួលដល់ប្រទេសដែលមានប្រព័ន្ធនយោបាយនិងសេដ្ឋកិច្ចខុសគ្នាខ្លាំងហើយមូលហេតុអីដែលគេបង្កើតវាបើយើងនិយាយចំទៅ RECP នេះបង្កើតឡើងដើម្បីកាត់បន្ថយពន្ធមួយចំនួនដូចជាពន្ធនាំចេញនាំចូលនៅក្នុងតំបន់អាស៊ីឧទាហរណ៍យើងឃើញថាទាំងអស់នេះគឺជា brand ទូរស័ព្ទមួយចំនួនដែលបង្កើតនៅក្នុងប្រទេសឬក៏តំបន់អាស៊ីអាគ្នេយ៍យើងហ្នឹងដែលផលិតនៅប្រទេសដែល smartphone ហ្នឹងផលិតនៅប្រទេសកូរ៉េហើយកូរ៉េខាងត្បូងហើយប្រទេសឈីបហ្នឹងនៅប្រទេសជប៉ុនចំណែកឯសូមផលិតផលហ្នឹងគឺនៅប្រទេសវៀតណាមនិងការផ្គុំចុងក្រោយនៅប្រទេសចិនហើយការបង្កើតឡើងនៅ RCEP នេះដែរគឺសាស្ត្រតទៅនឹងសហរដ្ឋអាមេរិកការប្រកួតភូមិសាស្ត្រនយោបាយរវាងសហរដ្ឋអាមេរិកនិងចិនបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបង្កើត RCEP ដើមឡើយសហរដ្ឋអាមេរិកកំពុងជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយនៅប៉ាស៊ីហ្វិកដែលមានឈ្មោះថា TPP ដែលចេតនាមិនរាប់បញ្ចូលប្រទេសចិនវាគឺជាមធ្យោបាយរបស់ទីក្រុង Washington ក្នុងការកំណត់ច្បាប់ពាណិជ្ជកម្មសម្រាប់អាស៊ីជាការឆ្លើយតបប្រទេសចិនបានគាំទ្រយ៉ាងខ្លាំងចំពោះ RCEP ជាប្លុកពាណិជ្ជកម្មតំបន់ចំនួនមួយដែលរួមបញ្ចូលប្រទេសចិនប៉ុន្តែមិនរាប់បញ្ចូលប្រទេសសហរដ្ឋអាមេរិកទេអញ្ចឹងនៅពេលដែលសហរដ្ឋអាមេរិកដកខ្លួនចេញពីការចរចា TPP ក្នុងឆ្នាំ2017វាបានបន្សល់ទុកនៅភាពទទេខាងសេដ្ឋកិច្ចនៅអាស៊ីប្រទេសចិននិងអាស៊ានបានទាញយកផលប្រយោជន៍ពីពេលនោះដើម្បីជំរុញ RCEP ឆ្លងកាត់បន្ទាត់បញ្ចប់ដោយបានបង្កើតទីក្រុងប៉េកាំងជាយុទ្ធការសេដ្ឋកិច្ចចម្បងនៃតំបន់ហើយមូលហេតុដែលនាំឲ្យការបង្កើតនឹងជោគជ័យតែម្ដងគឺនៅពេលដែលមានជំងឺរាតត្បាតរាតត្បាតនៃខ្សែសង្វាក់ពុតពងអាហារហ្នឹងសកលហ្នឹងគឺវាបានដាច់តែប្រទេសលោកខាងលិចហ្នឹងជាច្រើនហ្នឹងបានភ័យស្លន់ស្លោបិទព្រំដែននិងស្តុកទុកសម្ភារៈវេជ្ជសាស្ត្រនិងអាហារដែលអាចបានដឹកនាំមកកាន់ទ្វីបអាស៊ីរបស់យើងទេទៀតគឺ Vision ហើយនិង Mission គឺជាការនិយាយទៅលើចក្ខុវិស័យនិងបេសកកម្មរបស់ RCEP អញ្ចឹងចក្ខុវិស័យរួមរបស់ RCEP ហ្នឹងគឺបង្កើតភាពជាដៃគូសេដ្ឋកិច្ចទំនើបទូលំទូលាយមានគុណភាពខ្ពស់និងផ្ដល់ផលប្រយោជន៍ទៅវិញទៅមកទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកហើយទី2ហ្នឹងគឺបេសកកម្មប្រចាំថ្ងៃរបស់ RCEP ហ្នឹងគឺផ្ដោតទៅលើការលុបបំបាត់ឧបសគ្គនិងការធ្វើឲ្យប្រសើរឡើងនៅរបៀបដែលប្រទេសជាសមាជិកធ្វើអាជីវកម្មជាមួយគ្នាអញ្ចឹង Vision ហ្នឹងគឺវាមាន3ចំណុចធំធ្វើឲ្យស៊ីជម្រៅនៅសមាហរណកម្មតំបន់ជំរុញកំណើនសេដ្ឋកិច្ចសកលគាំទ្រពហុភាគីនិយមចំណែកឯ Mission វិញគឺវាមាន4ចំណុចធំដូចគ្នាការលុបបំបាត់ពន្ធគយជាបណ្ដាការបង្កើតសៀវភៅច្បាប់តែមួយការសម្របសម្រួលពាណិជ្ជកម្មទំនើបការរួមបញ្ចូលនិងការបង្រួមគម្លាតបើនិយាយទៅវាការធ្វើបែបហ្នឹងវាជួយកាត់បន្ថយពន្ធមួយចំនួនដែលដឹកពីប្រទេសមួយទៅប្រទេសមួយដែលស្ថិតនៅក្នុងតំបន់អាស៊ីយើងតើសមាជិករបស់ RCEP ហ្នឹងគឺសរុបទាំងអស់វាមាន15ប្រទេសដូចយើងមើលនៅក្នុង slide ហ្នឹងអញ្ចឹងហើយសមាជិកអាស៊ានក៏បានចូលរួមទាំង10ប្រទេសហ្នឹងដែរដែលដូចជាមានប្រទេសកម្ពុជាថៃប្រ៊ុយណេវៀតណាមសិង្ហបុរីហ្វីលីពីនមីយ៉ាន់ម៉ាឥណ្ឌូនេស៊ី
ម៉ាឡេស៊ីហើយនិងឡាវហើយក៏មានប្រទេសជាដៃគូអាស៊ានចំនួន5ប្រទេសផងដែរដែលមានដូចជាប្រទេសចិនជប៉ុនកូរ៉េខាងត្បូងអូស្ត្រាលីហើយនិងប្រទេសណ័រវេសផងដែរហើយឧទាហរណ៍ដូចជានៅក្នុងប្រទេសឥណ្ឌាដែលគាត់ធ្លាប់បានចូលទៅក្នុងក្រុមរបស់ RCEP ផងដែរប៉ុន្តែដោយសារតែគាត់បានខ្លាចការចូលរបស់ទំនិញរបស់បរទេសនឹងចូលក្នុងទីផ្សាររបស់ខ្លួនដែលធ្វើឲ្យគាត់បានដកខ្លួនចេញនៅក្នុង RCEP នឹងផងដែរដែលដកខ្លួនចេញនៅក្នុងឆ្នាំ2019 ចំណុចបន្ទាប់គឺ achievement in recent years ដែលមានន័យថាសមិទ្ធផលក្នុងរយៈពេលប្រហែលឆ្នាំចុងក្រោយនេះRCEP បានបង្កើតសមិទ្ធផលធំៗដូចជាទំហំពាណិជ្ជកម្មបានហក់ឡើងខ្ពស់ទំហំពាណិជ្ជកម្មផ្ទៃក្នុងរវាងប្រទេសRCEP បានកើនឡើងរហូតជាង6 trillion ដុល្លារអាមេរិកគិតត្រឹមចុងឆ្នាំ2025ដែលកើនប្រមាណ 34% បើធៀបទៅនឹងកាលពីឆ្នាំ2019មុនពេលមានកិច្ចព្រមព្រៀងចំណុចទី2គឺ supply chain integration វិធានបង្ដើមកំណើតទំនិញរួមតម្រូវឲ្យមានតម្លៃបន្ថែមក្នុងតំបន់ត្រឹម 40% បានជួយឲ្យក្រុមហ៊ុនពហុជាតិសាសនិងសហគ្រាសធុនតូចនិងមធ្យមអាចចល័តវត្ថុធាតុដើមនិងទំនិញឆ្លងកាត់ក្នុងប្រទេសដោយមិនសូវជាប់ពន្ធឡើយហើយការកើនឡើងនៃលំហូរវិនិយោគ FDI បណ្ដាប្រទេសអាស៊ានជាពិសេសវៀតណាម ឥណ្ឌូនេស៊ីនិងកម្ពុជាបានទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើនដោយបានរៀបចំរចនាសម្ព័ន្ធរោងចក្រឡើងវិញការរីកចម្រើនលើវិស័យបច្ចេកវិទ្យានិងថាមពលបៃតងការនាំចេញរថយន្តអគ្គិសនី EV អាគុយលីជុំនិងបន្ទះឈីបរវាងប្រទេសសមាជិកមានការកើនឡើងជាខ្លាំងចូលដល់ចំណុចមួយទៀតគឺ current challenges បញ្ហាប្រឈមបច្ចុប្បន្នទោះបីជាទទួលបានជោគជ័យច្រើនក្តី RCEP កំពុងជួបប្រទះនឹងបញ្ហាមួយចំនួនដូចជាអត្រាប្រើប្រាស់កិច្ចព្រមព្រៀងនៅមានកម្រិតអាជីវកម្មនិងក្រុមហ៊ុនក្នុងស្រុកជាច្រើនជាពិសេសសហគ្រាសធុនតូចនិងមធ្យមនៅមិនទាន់យល់ដឹងច្បាស់ឬមិនទាន់ចេះប្រើប្រាស់ឯកសារដើម្បីសុំការអនុគ្រោះរបស់ RCEP នៅឡើយទេដោយសារតែពួកគេធ្លាប់ប្រើកិច្ចព្រមព្រៀងចាស់ៗដូចជា ASEAN Book 1ជាដើមចំពោះក្រុមទី9របស់ខ្ញុំហើយចាប់តែប៉ុណ្ណឹងជាចុងក្រោយសូមអរគុណលោកគ្រូនិងអ្នកទស្សនាទាំងអស់គ្នា